សម្រាប់ញាតិញោមអ្នករៀនកម្មដ្ឋានឃើញកម្មដ្ឋាន40អត់ឆ្ងល់ទេតែញាតិញោមអត់ទាន់ចម្រើនកម្មដ្ឋានឬតកម្មដ្ឋាន40ហ្នឹងក៏ឆ្ងល់ថាលោកម្ចាស់កម្មដ្ឋានមានអីខ្លះនេះស្មារតីសង្ខេបនៅក្នុងកម្មដ្ឋានទាំង40ហ្នឹងតែម្ដងនៅក្នុងកម្មដ្ឋានទាំង40លោករាប់កសិន10អសព10អនុសតិ10ព្រមវិហារធម៌4អរូប4អាហារេបដិកុលសញ្ញា1ហើយនឹងចតុធាតុវវដ្ឋានៈ1ហើយថ្មភាពនិយាយសង្ខេបក្នុងកម្មដ្ឋានទាំងអស់នឹងបន្តិចទី1គឺនិយាយរឿងកសិន10កសិន10នេះជាការសម្លឹងទៅលើរូបកសិនមិនថាជាកសិនពណ៌ខៀវក្រហមលឿងសនឹងក៏ដោយឬក៏ថាចម្រើននៅធាតុកសិនមានសម្លឹងទៅក្នុងទឹកឬក៏ថាសម្លឹងទៅក្នុងដីអញ្ចឹងទៅចិត្តញោមមានទឹកអីអាចត្រឹមតែដាក់ទឹកមកផ្តិលចម្ងាយពីខ្លួនប្រហែលជា1ម៉ែត្រ10 1ម៉ែត្រ20អញ្ចឹងចាស់ប៉ុហើយយើងដាក់ទឹកមកផ្តិលហើយផ្តិលរាងធំបន្តិចទៅហើយយើងអង្គុយតម្កល់ចិត្តនៅក្នុងកម្មដ្ឋានសម្លឹងទឹកថាទឹកហ្នឹងទៅយើងបើកភ្នែកសម្លឹងមើលបិទភ្នែកសម្លឹងមើលឲ្យសប្បាយហ្នឹងទៅហើយធ្វើឲ្យទឹកហ្នឹងកើតជានិមិត្តព្យាយាមប្រឹងប្រែងទៅក្នុងនិមិត្តទឹកហ្នឹងក៏ជាកម្មដ្ឋានដែរហើយយើងហៅថាកសិនណាបងអញ្ចឹងនៅក្នុងកសិនហ្នឹងវាមានកសិន10ដែលយើងហៅថាជាធាតុកសិន4វណ្ណៈកសិន4វាមានកសិនអាកាសវាមានកសិនជាពលឺនឹងទៅទៀតទៅអាហ្នឹងគេហៅថាការមើលកសិន10ដបងណាបងមាន10បន្ទាប់មកទៀតគេហៅថាអសព10អសព10នេះគឺជាកម្មដ្ឋានពិសេសមួយសម្រាប់អ្នកបួសនឹងតែម្ដងសម័យមុនគឺគេយកសាកសពទៅចោលព្រៃខ្មោចអីជាដើមអញ្ចឹងសម្រាប់អ្នកបួសអាចចម្រើនកម្មដ្ឋានហ្នឹងគឺទៅមើលសាកសពនឹងផ្ទាល់ទៅមើលសាកសពនឹងឲ្យកម្មដ្ឋាននឹងកើតជានិមិត្តឧកហនិមិត្តបដិភិក្ខនិមិត្តរហូតដល់បានសម្រេចឈានណាទៀតដោយការមើលសាកសពហ្នឹងណាបងញាតិញោមអីក៏អាចទៅមើលឆ្អឹងខ្មោចក្រងឆ្អឹងអីផ្សេងដូចថានៅតំបន់ទូស្លែងនៅអីជាដើមយ៉ាងទៅមើលឆ្អឹងរហូតដល់ថាកើតជានិមិត្តបានជាកម្មដ្ឋាននឹងផងដែរការសម្លឹងសាកសពបងហើយសាកសពហ្នឹងក៏មាន10យ៉ាងផ្សេងគ្នាតាមអាការៈនៃសាកសពហ្នឹងទៅទៀតទៅហើយបន្តមកទៀតគឺអនុសតិកម្មដ្ឋាន10អនុសតិកម្មដ្ឋានហ្នឹងគឺរំលឹកគុណពុទ្ធពធប្រសង្ឃព្រោះការដែលយើងយកគុណពុទ្ធមកជាអារម្មណ៍បរិកម្មទៅក្នុងគុណព្រះអង្គរឿយដដែលហ្នឹងក៏អាចជាកម្មដ្ឋានបានដែរបងគុណពុទ្ធគុណពធគុណប្រសង្ឃជាដើមហ្នឹងទៅរហូតដល់ថាអាណាបាណសតិក៏នៅក្នុងអនុសតិហ្នឹងដែរហើយញាតិញោមដូចច្រើនស្គាល់តែអាណាបាឲ្យតែកម្មដ្ឋានគឺអាណាបាកម្មដ្ឋានគឺអាណាបាហើយពិតអាណាបាត្រឹមតែជាចំណែកនៃកម្មដ្ឋានមួយក្នុងចំណោមកម្មដ្ឋានទាំង40តែគ្រាន់តែជាកម្មដ្ឋានមួយដែលពុទ្ធបរិស័ទយើងនិយមយកមកចម្រើនច្រើនជាងគេហើយកម្មដ្ឋានអាណាបាហ្នឹងក៏ព្រះអង្គសម្ដែងច្រើនផងដែរអញ្ចឹងទើបយើងចូលចិត្តចម្រើនអាណាបានឹងច្រើនណាបងបន្ទាប់ពីអនុសតិ10មានព្រហ្មវិហារធម៌4ការចម្រើនមេត្តាករុណាមុទិតាឧបេក្ខានេះចម្រើនទៅក្នុងបុគ្គលមួយបុគ្គលជាទីស្រឡាញ់បុគ្គលជាកណ្ដាលរហូតថាបុគ្គលដែលជាសត្រូវនោះក៏យើងអាចចម្រើនមេត្តាបានដែរពេលដែលមេត្តានោះស្ទាត់ជំនាញអញ្ចឹងជាដើមណាបងអញ្ចឹងព្រហ្មវិហារធម៌4ក៏ជាកម្មដ្ឋានផងដែរបន្ទាប់ពីព្រហ្មវិហារធម៌4មានអរូបឈាន4តទៅទៀតខ្ញុំចម្រើនរូបឈានហើយអាចចម្រើនអរូបឈាន4បានទៀតមានអាកាសមានវិញ្ញាណញ្ចាយតនៈអាកាសនញ្ចាយតនៈហើយនឹងអកិញ្ចញ្ញាយតនៈអីចឹងទៅហើយចុងក្រោយពីប្រផុតនេះគឺការដែលតម្កល់ចិត្តឃើញទោសទៅក្នុងអាហារគេហៅថាអាហារេបដិកុលសញ្ញាការឃើញទោសថាអាហារដែលយើងបរិភោគនេះមានទោសតាំងពីការស្វែងរកអាហារតាំងពីការបានទៅដល់កន្លែងនឹងតមងជួនកាលត្រូវគេស្ដីគេបន្ទោសអីផ្សេងប្រហែលហ្នឹងមកពីអាហារអីជាដើមជាកម្មដ្ឋានពិសេសសម្រាប់អ្នកបួសផងដែរចុងក្រោយគេគឺកំណត់ដឹងនៅកាយឲ្យឃើញធាតុ4គេហៅថាចតុធាតុវវដ្ឋានៈឲ្យឃើញកាយរបស់យើងទៅមូលហ្នឹងត្រឹមតែជាទីប្រជុំនៃធាតុ4ធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ហ្នឹងទៅហ្នឹងណាបងអញ្ចឹងសរុបមកកម្មដ្ឋាន40នេះគឺជាផ្លូវបប្រតិបត្តិកម្មដ្ឋានដែលយើងអាចយកកម្មដ្ឋានណាមួយយកមកចម្រើនក៏បានដែរចឹងណាបងមិនមែនបានតែអាណាបាឬក៏ថាមិនមែនបានតែព្រហ្មវិហារធម៌ឬក៏ថាបានតែកសិនបានតែអសពអីហ្នឹងទេស្រឡាញ់មួយណាចម្រើនមួយហ្នឹងហើយថ្ងៃមុនក៏ថ្មបាទភាពបានបញ្ជាក់ដែរថា
ការអប់រំចម្រើនកម្មដ្ឋាននេះគឺមើលឲ្យត្រូវនឹងចរិតអធ្យាស្រ័យរបស់យើងក៏ប៉ុន្តែពេលខ្លះទៀតកម្មដ្ឋានមិនត្រូវនឹងចរិតតែកម្មដ្ឋាននឹងជាកម្មដ្ឋានដែលយើងធ្លាប់បន្សំពីអតីតជាតិមកអានឹងក៏ធ្វើឲ្យកម្មដ្ឋាននឹងត្រូវជាមួយយើងបានដូចគ្នាដែរលោកសំដែងដូចជាព្រះពិហយៈមួយចាស់ព្រះហេពិហយៈព្រះអង្គសំដែងអសុភកម្មដ្ឋានផងសំដែងមេត្តាកម្មដ្ឋានផងសំដែងកម្មដ្ឋាន2ដតីទៀតផងដើម្បីអីលោកតែម្នាក់នឹងសំដែងកម្មដ្ឋានដែលមានអធ្យាស្រ័យខុសៗគ្នាទាំងអស់ព្រោះថាបុគ្គលមនុស្សម្នាក់សំអធ្យាស្រ័យសំការបដិបត្តិមកខុសគ្នាពេលខ្លះកម្មដ្ឋាននឹងមែនតែនទៅយើងអត់ចូលចិត្តបែរជាត្រូវនឹងយើងក៏មានដែរកម្មដ្ឋាននឹងយើងស្រឡាញ់បែរជាយើងចម្រើនកម្មដ្ឋាននឹងអត់សូវចម្រើនក៏មានដែរព្រោះយើងអត់ធ្លាប់សំបនិស័យមកអញ្ចឹងណាបងអញ្ចឹងញាតិញោមទៅស្គាល់កម្មដ្ឋាន40នឹងស្គាល់វិធីបដិបត្តិមួយចំនួនទៅយើងនឹងដឹងថាកម្មដ្ឋាននឹងយើងធ្លាប់សំឬមិនធ្លាប់សំណាព្រោះពេលដែលយើងអប់រំយើងមនសិការៈយើងរៀនទៅយើងនឹងឃើញថាអូកម្មដ្ឋាននេះរៀនហើយងាយយល់ងាយចេះងាយដឹងហើយខ្ញុំកណាគិតថាអាចមនសិការៈអាចចម្រើនបានចឹងកម្មដ្ឋាននេះត្រូវនឹងចរិតរបស់យើងជាសំខាន់ណាបងអញ្ចឹងកម្មដ្ឋាន40មានប្រមាណប៉ុណ្ណឹងទី1កសិន10អសព10អនុសតិ10ព្រមវិធិ4អរូបជាតិ4សញ្ញា1ហើយនឹងចតុធាតុវវដ្ឋានៈចុងក្រោយគេបងអស់មាន40កម្មដ្ឋានបង